វត្តមានឯកឧត្តមគីតិចតេសរមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែននិងលោកជំទាវនឹងបុត្រក្នុងក្រុមគ្រួសារគ្រប់រូបដែលបានអញ្ជើញមកវត្តអង្គរតូចខាងត្បូងបានប្រគេនទេយ្យទានមានថវិកាបច្ច័យ4និងឧទ្ទិសផលបុណ្យបងសកលឧទ្ទិសផលបុណ្យដល់វិញ្ញាណក្ខន្ធដល់បុព្វការីជនដូនតាកុងម៉ានញាតិកាក្នុងសង្សារវត្តដែលលោកចែកធានទៅហើយនិងញាតិក្នុងសង្សារវត្តទាំងបុព្វការីជនញាតិសន្តានក្នុងសង្សារវត្តសូមលោកបានទទួលផលបុណ្យបានសាយសុគតិស្ថានដល់ល្អប្រសើរសូមអធិដ្ឋានបួងសួងដល់គុណព្រះរតនត្រ័យគុណកែវទាំង3សក្កទេវរាជព្រះឥន្ទព្រះព្រហ្មទេវតាទាំង8ទិសព្រមទាំងវត្ថុស័ក្តិសិទ្ធិមានរតតេជៈអំណាចបារមីនៃប្រាសាទអង្គរវត្តសូមយាងមកជួយប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរកើតមានដល់ឯកឧត្តមគីតិចទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែននិងលោកជំទាវនឹងបុត្រក្នុងក្រុមគ្រួសារគ្រប់រូបសូមបានប្រកបសមនឹងព្រះពុទ្ធពរជ័យសិរីសុភមង្គលដ៏ល្អបវរប្រសើរគឺអាយុវណ្ណៈសុខៈពលៈបដិធានកុំបីឃ្លាតអគុណវត្តមានឯកឧត្តមគីតិចតេសរមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែននិងលោកជំទាវនឹងបុត្រក្នុងក្រុមគ្រួសារគ្រប់រូបដែលបានអញ្ជើញមកវត្តអង្គរតូចខាងត្បូងបានប្រគេនទេយ្យទានមានថវិកាបច្ច័យ4និងឧទ្ទិសផលបុណ្យបងសកលឧទ្ទិសផលបុណ្យដល់វិញ្ញាណក្ខន្ធដល់បុព្វការីជនដូនតាកុងម៉ានញាតិកាក្នុងសង្សារវត្តដែលលោកចែកធានទៅហើយនិងញាតិក្នុងសង្សារវត្តទាំងបុព្វការីជនញាតិសន្តានក្នុងសង្សារវត្តសូមលោកបានទទួលផលបុណ្យបានសាយសុគតិស្ថានដល់ល្អប្រសើរសូមអធិដ្ឋានបួងសួងដល់គុណព្រះរតនត្រ័យគុណកែវទាំង3សក្កទេវរាជព្រះឥន្ទព្រះព្រហ្មទេវតាទាំង8ទិសព្រមទាំងវត្ថុស័ក្តិសិទ្ធិមានរតតេជៈអំណាចបារមីនៃប្រាសាទអង្គរវត្តសូមយាងមកជួយប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរកើតមានដល់ឯកឧត្តមគីតិចទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែននិងលោកជំទាវនឹងបុត្រក្នុងក្រុមគ្រួសារគ្រប់រូបសូមបានប្រកបសមនឹងព្រះពុទ្ធពរជ័យសិរីសុភមង្គលដ៏ល្អបវរប្រសើរគឺអាយុវណ្ណៈសុខៈពលៈបដិធានកុំបីឃ្លាតអគុណ